បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំចង់ចែករំលែកបងប្អូនអរគ្នាពីរបៀបបង្ហោះវីដេអូដាក់នៅក្នុង YouTube ហើយសម្រាប់វីដេអូនេះយើងមិនមានបំណងធ្វើការរលួយអីទេគឺគ្រាន់តែចង់បង្ហាញបងប្អូនអរគ្នាពីរបៀបបង្ហោះវីដេអូដាក់នៅក្នុង YouTube សម្រាប់ទុកជាឯកសារបងប្អូនមើលថ្ងៃក្រោយឬបងប្អូនមានដំណើរកម្សាន្តជួបជុំមិត្តភ័ក្តិអីបងប្អូនអាចបង្ហោះក្នុង YouTube ឬក៏បងប្អូនមានវីដេអូច្រើននេះបងប្អូនអាចបង្ហោះទុកជាឯកសារទៅថ្ងៃណាមួយគ្រប់គោលការណ៍របស់ YouTube បងប្អូនអាចធ្វើការស្នើរលួយបានហ្នឹងហើយសម្រាប់បងប្អូនដែលមិនធ្លាប់បានបង្ហោះទេបងប្អូនអាចមើលតាមរយៈវីដេអូនេះបានបងប្អូនជាដំបូងបងប្អូនអាចចូលទៅក្នុងYouTube តែម្ដងទៅបងប្អូនបន្តមកទៀតហ្នឹងហើយក្នុងតម្រង YouTube វាចេញតម្រងបែបនេះបងប្អូនណាយើងបងប្អូនមកកន្លែងមកខាងក្រោមនេះកន្លែងសញ្ញាលេខបូកនេះបងប្អូនធ្វើការចុចលើកន្លែងសញ្ញាលេខបូកហ្នឹងមកហើយបន្តមកទៀតបងប្អូនធ្វើការជ្រើសរើសវីដេអូណាដែលបងប្អូនគិតថាបងប្អូនចង់បង្ហោះទុកនៅក្នុង YouTube អញ្ចឹងនេះខ្ញុំដាក់វីដេអូនេះហ្នឹងហើយបងប្អូនហើយសម្រាប់ការបង្ហោះនេះក៏យើងគ្មានបំណងធ្វើការរលួយ YouTube ដែរប៉ុន្តែជាលក្ខណៈបែបជាឯកសារទុកជាវីដេអូមើលសម្រាប់ថ្ងៃក្រោយអញ្ចឹងបងប្អូនណាហ្នឹងហើយសម្រាប់យើងបានប៉ុណ្ណេះហើយបងប្អូនមើលកន្លែងពាក្យ next នេះបងប្អូនចុចពាក្យ next នេះមកហ្នឹងហើយបងប្អូនយើងបងប្អូនអាចដូរ thumbnail បានកន្លែងនេះយើងខ្ញុំចុចកន្លែងនេះមកហើយ thumbnail ហ្នឹងយើងធ្វើការ edit ហើយឬបងប្អូន screenshot កន្លែងណាតិចមើលទៅតំណើងមកបងប្អូនហ្នឹងហើយយើងធ្វើការចុចកន្លែងពាក្យថាដាននេះមកហ្នឹងហើយបងប្អូនបន្តមកទៀតបងប្អូនទៅសេចំណងជើងមកលេងស្រុកកំណើតនឹងយើងទុកជាឯកសារអញ្ចឹងទៅបងប្អូនណាយើងដាក់នាំកូនថ្ងៃនាំកូនមកលេងស្រុកកំណើតអញ្ចឹងយើងប៉ុណ្ណឹងទៅយើងទុកជាឯកសារវីដេអូយើងមើលថ្ងៃក្រោយណាបងប្អូនណាសម្រាប់យើងគ្មានបំណងក្នុងការរលួយបន្តមកទៀតបងប្អូនអាចជ្រើសរើសកន្លែងនេះក៏បានដែរឬក៏មិនបាច់ក៏បានបងប្អូននេះជាការបង្ហាញគាត់តែយើងចង់បង្ហោះវីដេអូទុកសម្រាប់ថ្ងៃក្រោយហ្នឹងបងប្អូនធ្វើការចុច upload នឹងបងអញ្ចឹងយើងចាំពេលវាពេញទៅវាចេញដូចក្នុងនេះអញ្ចឹងបងណាអញ្ចឹងក្នុង channel នេះមួយសម្រាប់ channel នេះគឺខ្ញុំអត់រំពឹងថា channel នេះរលួយបានទេប៉ុន្តែយើងផុសទុកជាវីដេអូសម្រាប់យើងមើលថ្ងៃក្រោយយើងវីដេអូនេះមួយយើងដាក់មានតែបងប្អូនមិត្តភ័ក្តិបងប្អូនកូនចៅអញ្ចឹងទៅណាបងប្អូនហើយយើងមិនមានបំណងថា channel នេះអាចធ្វើការរលួយបានទេហ្នឹងហើយអញ្ចឹងយើងទុកជាឯកសារឬក៏ថ្ងៃណាមួយវាគ្រប់គោលការណ៍យើងអាចស្នើបានក៏នឹងតាមសំណាងហើយ channel នេះយើងដាក់ឈ្មោះKill Family អញ្ចឹងបងប្អូនណាដែលមានបំណងចង់ធ្វើវីដេអូទុកដាក់ក្នុង YouTube ទុកមើលថ្ងៃក្រោយបងប្អូនអាចធ្វើតាមវីដេអូនេះបានបងប្អូនងាយហើយបងប្អូនដែលមិនទាន់បាន Subscribe channel YouTube ខ្ញុំទេបងប្អូនអាចជួយ Subscribe មួយដើម្បីទទួលបានវីដេអូថ្មីទៀតអរគុណ